តោះបងទស្សនាវីដេអូជាមួយនឹងខ្ញុំពីរបៀបអូតអាវខ្វាសេវែងជាដំបូងយើងត្រូវសកដៃមួយចំហៀងម្ដងមួយចំហៀងម្ដងហើយបង្វិលវាអូតទៅតាមថ្នេរចឹងបងប្អូនអាចទស្សនាវីដេអូនេះជាមួយនឹងខ្ញុំគ្រប់ពេលគ្រប់វេលាហើយខ្ញុំនឹងបង្ហាញម៉ូដថ្មីសម្រាប់បងប្អូនទស្សនាអំពីរបៀបអ៊ុតសម្លៀកបំពាក់នៅក្នុងវិស័យកាត់ដេរយើងដូច្នេះយើងត្រូវតែអ៊ុតមួយចំហៀងម្ដងមួយចំហៀងម្ដងជាពិសេសយើងអ៊ុតថ្នេរវាតែម្ដងភាគច្រើនគឺគេតម្រូវឲ្យអ៊ុតថ្នេរឲ្យរាបស្មើល្អជុំវិញបងប្អូនអាចទស្សនាបានហើយបើមិនយល់កន្លែងណាបងប្អូនអាចនៅ comment ខាងក្រោមខ្ញុំនឹងបង្ហាញបងប្អូនម្ដងទៀតអំពីរបៀបអ៊ុតនេះហើយជាពិសេសយើងអ៊ុតនៅផ្ទាំងខាងមុខគឺយើងអ៊ុតថ្នេរទាំងនេះឲ្យរាបស្មើល្អចឹងទាញអាលាស់សាច់កណាត់មកយើងអ៊ុតហៅប៉ៅវាទាញហៅប៉ៅឲ្យស្មើនឹងថ្នេរស្អាតល្អទៅយើងពីខ្នងម្ដងផ្ទៃខាងខ្នងគឺយើងអ៊ុតបែបហ្នឹងវាមានថ្នេរច្រើនគួរសមដែរបងប្អូនចឹងយើងអ៊ុតហើយយើងទាញបន្តិចដើម្បីឲ្យវារាបស្មើល្អទៅតាមថ្នេរដែលយើងត្រូវអ៊ុតចឹងអាវគឺគេអ៊ុតបែបហ្នឹងហើយរបៀបអ៊ុតអាវវាមិនមានតែប៉ុណ្ណឹងទេបងប្អូនគឺភាគច្រើនគឺអ៊ុតទៅតាម style អាវនីមួយថាអាវនីមួយស្អ៊ុតរបៀបណាអញ្ចឹងសម្រាប់អាវបែបនេះគឺគេអ៊ុតតម្រង់ចឹងហើយអញ្ចឹងយើងបង្វិលអ៊ុតស្មាអ៊ុតកឲ្យស្មើល្អមកចឹងបង្វិលវាបង្វិលគឺអាវនេះវាថ្នេរយើងច្រើនអញ្ចឹងយើងត្រូវការអ៊ុតហើយបង្វិលវាឲ្យស្អាតសមរម្យហើយយើងត្រឡប់ទៅផ្ទាំងខាងក្នុងម្ដងអញ្ចឹងគឺផ្នែកខាងក្នុងគឺយើងអ៊ុតថ្នេរវាមានទំនាប់ខ្មៅហ្នឹងគេហៅថាទំនាប់អាវអញ្ចឹងវាមានពីរជាន់អញ្ចឹងយើងត្រូវទាញអាហ្នឹងឲ្យស្មើត្រង់អ៊ុតវាមកហើយបងប្អូនឃើញទេគឺវាមានថ្នេរបែបហ្នឹងជាពិសេសទំនាប់វាគឺវាបើមិនអ៊ុតទំនាប់ទេគឺអាវពាក់ទៅវាមើលទៅអត់ស្អាតទេអញ្ចឹងអ៊ុតផ្លាអ៊ុតទំនាប់ថ្នេរទាញឲ្យស្មើល្អបន្ទាប់មកយើងអ៊ុតថ្នេរកដាខ្នងព្រោះវាមានម៉ាលីកដាខ្នងអញ្ចឹងយើងត្រូវអ៊ុតវាឲ្យស្អាតមកហើយនេះរួចហើយបងប្អូនអញ្ចឹងយើងបញ្យួរវាហើយមិនដែរបងប្អូនមើលថាវាស្អាតសមរម្យទេសម្រាប់ខ្ញុំគឺស្អាតសមរម្យហើយសម្រាប់អាវនេះផងដែរគឺជាអាវប្រភេទមនុស្សស្រីបើចំពោះខ្ញុំគេថាហៅខ្វាសេតែបងប្អូនមិនដឹងថាហៅអ្វីទេបាទអរគុណសូមទស្សនាវីដេអូមួយនេះហើយមិនយកកន្លែងណាអាច comment ខាងក្រោម